ពីការដំឡើងនិង set up Windows Server នៅក្នុង VMware ពេលអ្នកនរគ្នាជាដំបូងមុននឹងអាច set up បានអ្នកនរគ្នាត្រូវតែមាន VMware បន្តមកអ្នកនរគ្នាត្រូវតែ download file មួយដែលមានឈ្មោះថា Windows Server 2022 ហើយនៅក្នុង website នោះវាមានជាច្រើនអ្នកគ្នាហើយតែអ្វីដែលយើងត្រូវការ download នោះគឺរបស់អង់គ្លេសគឺយើងយករបស់អង់គ្លេស64 bit បន្តមកទៀតយើងចូលមកកាន់កម្មវិធីរបស់យើងគឺ VMware បើអ្នកនរគ្នាអត់ទាន់មានទេអ្នកនរគ្នាត្រូវការធ្វើការចុច create បន្តមកអ្នកនរគ្នាត្រូវការចុច next បន្តមកអ្នកនរគ្នាចុចដើម្បី custom ហើយ next បន្តទៀតបន្តមកកន្លែងនេះគឺអ្នកនរគ្នាដាក់ឈ្មោះហើយកន្លែងនេះអ្នកនរគ្នាដាក់វានៅក្នុង try អ្វីគឺ try D document សម្រាប់ខ្ញុំគឺខ្ញុំធ្លាប់បង្កើតហើយគឺខ្ញុំដាក់បន្តទៀតហើយបន្ទាប់នេះអ្នកនរគ្នាគឺត្រូវជ្រើសរើសអញ្ចឹងហាក់ឌីប្រមាណនៅ 60G អញ្ចឹងនេះបន្តទៀតមកតាមអ្វីដែលអ្នក custom ទេហើយបន្តមកនៅក្នុងកន្លែងនេះគឺយើងធ្វើការកំណត់ចាំបន្តិចវាកំពុងធ្វើការកំណត់អូខេអ្នកនរគ្នាឥឡូវយើងធ្វើការកំណត់ទី1អ្នកនរគ្នាត្រូវយក memory របស់អ្នកនរគ្នាប្រមាណគឺ 2G ហើយ processing គឺ 2G ដូចគ្នា hard disk គឺ 60G សម្រាប់កន្លែងនេះគឺយើងមកធ្វើការបញ្ចូល file ដែលយើងបាន download រួចមកហើយ file ដែលអ្នកគ្នាអាចទុកនៅក្នុង drive D ឬ drive C សម្រាប់ខ្ញុំគឺទុកនៅ drive C ហើយបន្តមកគឺយើងធ្វើការបញ្ចូល file ដែលយើងបាន download មកហើយនេះគឺយើងធ្វើការ open វាហើយបន្តមកគឺយើងធ្វើការអូខេហើយបន្តមកទៀតគឺយើងធ្វើការចុច power on ដើម្បីឲ្យកម្មវិធីវាដំណើរការអូខេឥឡូវវាកំពុងដំណើរការអ្នកនរគ្នាចាំបន្តិចសិនមកឥឡូវវាកំពុងដំណើរការហើយមកដល់កន្លែងនេះអ្នកនរគ្នាអាចចុចអ្វីក៏បានដើម្បីនេះយើងចុច enter មកវាកំពុងដំណើរការអូខេអ្នកនរគ្នាឥឡូវយើងបានចូលដល់ខាងក្នុងហើយបន្តមកទៀតគឺយើងត្រូវការជ្រើសរើសអ្នកនរអាចជ្រើសដាក់អ្នកនរចេះភាសាអ្វីអ្នកនរភាសាហ្នឹងមកហើយបន្តមកយើងធ្វើការចុច install ឥឡូវនេះវាកំពុងការ set up យើងត្រូវការរងចាំវាបន្តិចអ្នកនរគ្នាហើយបន្តមកទៀតនៅពេលវាចេញកន្លែងនេះអ្នកនរត្រូវយក Windows Server 2022 State and Desktop 64G 2022អ្នកនរគ្នាចុច next បន្តទៀតហើយបន្តមកចាំវាបន្តិចហើយយើងត្រូវការចុច expect វាហើយយើងធ្វើការ custom បន្តមកយើងធ្វើការជ្រើសរើស drive យើងធ្វើការចុចទៀតហើយយើងកំពុងរងចាំវា install អ្នកនរយើងរងចាំវាបន្តិចនៅត្រង់កន្លែងនេះបើវាអាស្រ័យទៅលើអ៊ីនធឺណិតរបស់កុំព្យូទ័រអ្នកនរគ្នាវាsẽ លឿនឬក៏យឺតឥឡូវនេះយើងកំពុងដំណើរការវាកំពុងតែដំឡើងហើយយើងរងចាំពេលបន្តិចទៀតអូខេយើងការដំឡើងបានជោគជ័យឥឡូវនេះវាកំពុងធ្វើការ restart ហើយអ្នកនរអូខេចាំបន្តិចដោយសារអ៊ីនធឺណិតកុំព្យូទ័ររបស់ខ្ញុំរៀងយឺតបន្តិចអូខេអ្នកនរគ្នាឥឡូវមុននឹងនេះមកដល់ចំណុចនេះគឺយើងត្រូវកំណត់ password ហើយខ្ញុំណែនាំឲ្យអ្នកដាក់ password ណាដែលងាយចាំនិងងាយស្រួលដល់អ្នកនរគ្នាចងចាំសម្រាប់ខ្ញុំគឺខ្ញុំណែនាំដាក់ ABC
finish អូអ្នកគ្នាអត់តាមដាក់ this what ទីបន្ទាត់អូខេអ្នកគ្នាអូខេបន្ទាប់ពីយើងបញ្ចូល password ឬឲ្យមកពីយើងធ្វើការមកដល់កន្លែងនេះយើងដើម្បីនេះបានគឺយើងធ្វើការចុច control alt insert បន្ទាប់ពីចូលបានហើយអ្នកនរគ្នាធ្វើការនេះបន្ទាប់មកគឺយើងធ្វើការចុច control alt insert អូខេអ្នកនរគ្នាឥឡូវយើងធ្វើការហើយយើងធ្វើការវាយបញ្ចូលបន្ទាប់ពីយើងវាយ control alt insert រួចមកគឺយើងធ្វើការបញ្ចូល password ដែលយើងបានដាក់មុននឹងបន្តិចបន្ទាប់ពីយើងវាយបញ្ចូល password រួចមកគឺយើងរងចាំបន្តិចវាកំពុងដំណើរការនេះគឺយើងបានដំឡើង Windows Server មួយបានយ៉ាងជោគជ័យហើយអ្នកនរគ្នានេះបន្ទាប់ពីយើង set up និងដំឡើងវារួចមកគឺយើងអាចប្រើប្រាស់វាបានអ្នកនរគ្នាហើយជាដំបូងមុននឹងបញ្ចប់ខ្ញុំសូមគណៈនេះត្រូវការចំណាយពេលទស្សនានៅក្នុងវីដេអូនេះសូមជួយចុច like និង subscribe ទាំងអស់គ្នាជួបគ្នានៅ part 2